បាទសួស្តីបងប្អូនថ្ងៃនេះលោកគ្រូសូមកែលំហាត់បាទរូបវិទ្យាបាទដោយសារតបតាម comment ដែលបងប្អូនចង់បានឲ្យលោកគ្រូជួយកែលំហាត់បាទទី12បាទឥឡូវគ្រូលើកយកលំហាត់បាទបាក់ឌុបណាបាទបាក់ឌុប2000បាទ25បាទលំហាត់ចុងក្រោយគឺលំហាត់ចរន្តឆ្លាស់បាទណាបាទឥឡូវកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមតែម្ដងបាទមុននឹងយើងចាប់ផ្ដើមកែលំហាត់នេះគូសូមផ្ដល់បាទនៅមូលដ្ឋានគ្រឹះមួយចំនួនតាក់ទងនឹងចរន្តឆ្លាស់ណាបាទចរន្តឆ្លាស់យើងអាចនិយាយថាវាជាចរន្តដែលប្រែប្រួលទិសដៅ2ដងក្នុងមួយខួបឬក៏បាទវាជាអនុគមស៊ីនុយស៊ីអ៊ីតបាទដែលយើងអាចសរសេរសមីការរបស់វាបាទគឺ E ស្មើ EM បាទ sin បាទ omega t បូក phi បាទនេះគឺបើយើងរៀនរលកបាទយើងយល់ពីអនុគមស៊ីនុយស៊ីអ៊ីតមួយនេះហើយបាទយើងសង្ក្រាបវាទៅចេញរៀងបាទជារលកបាទហើយ EM នេះគឺជា amplitude របស់វាបាទដែលយើងអាចសង្ក្រាបបាទនេះ E ចឹងទៅបាទហើយបាទសុំទោសសុំបដូរពណ៌បាទសុំដាក់ពណ៌ខ្មៅចុះបាទដូចថានេះជាក្រាបរបស់វានេះអឆហ្នឹងយកជា E អដេយកជា T ចេះទៅបាទវាមិនសូវស្អាតទេណាបាទសង្ឃឹមបងប្អូនមើលយល់នេះជា amplitude វាបាទយើងហៅថា EM បាទខាងក្រោមដកអញ្ចឹងទៅនេះគុល O ហើយរលកបាទវាមានរាង sinusoid អញ្ចឹងទៅបាទរាងអញ្ចឹងមកយើងហៅថារលកណាបាទនេះគឺជាបាទក្រាបរបស់ចរន្តឆ្លាស់ហើយនេះជាសមីការរបស់វាបាទអញ្ចឹងគ្រូសុំទៅដល់តង់ស្យុងយើងឧទាហរណ៍ថាយើងសិក្សាទៅលើបាទ dipole resistance បាទ resistance អញ្ចឹង resistance គឺតង់ស្យុងរបស់វាគឺ V បាទស្មើ RE យើងឧទាហរណ៍ថា V យើងតាំង VR ចុះស្មើ R បាទគុណនឹង E ដែលអញ្ចឹងយើងយកពីសមីការចំនួនទៅគឺយើងបាន R គុណ EM បាទហើយ sin omega t បូក phi ចឹងមកណាបាទឬក៏ជាទូទៅយើងយកផាសរបស់ចរន្តនេះ0ចឹងមកអញ្ចឹងសមីការវាគឺយើងដាក់omega t បាទត្រឹមមានត្រឹមតែ omega t ណាបាទបើយើងយកផាសរបស់ចរន្ត0ណាបាទដូចនៅក្នុងលំហាត់នេះគឺយកផាសចរន្ត0ដែរអញ្ចឹងយើងត្រឹមតែ sin omega t ទេអត់មានបូក phi ទេណាបាទអត់មានបូកអីមួយទេបាទហើយមួយទៀតតកតងនឹងកងដងថាតង់ចុងរបស់វា VC បាទស្មើនឹងបាទ V ស្មើគុយលើ C ណាបាទស្មើគុយលើ C អញ្ចឹងមកហើយគុយបាទវាតទៅទៀតដោយសារថាចរន្តវាជាបំរែបំរួលបន្ទុកបាទធៀបរយៈពេលអញ្ចឹងគេបានដេគុយលើ dt អញ្ចឹងមកយើងចង់បានគុយគឺធ្វើការអង់ទីក្រាលអញ្ចឹងគ្រូសំកាត់ដែលយើងអង់ទីក្រាលសមីការចរន្តនេះ sin ហ្នឹងគឺអង់ទីក្រាលទៅចេញបាទដកកោសអញ្ចឹងទៅហើយគេបំលែងមកឥឡូវគ្រូសំកាត់ថាសមីការរបស់បាទកងដងគឺចេញទៅជានេះសុំបកទៅត្រង់នេះបន្តិចឲ្យយើងអាចតាង R គុណ EM នេះជាតង់ចុងរបស់ resistance អញ្ចឹងទៅជា VM របស់វាឬក៏ VRM អញ្ចឹងទៅណាបាទ VRM អញ្ចឹងទៅហើយដូចគ្នាដែរបាទ VC យើងអាចដាក់ថា VCM បាទ sin បាទ omega t បាទដោយសារអង់ទីក្រាលយើងអាចចាំថាដូចត្រឡប់ក្រោយអញ្ចឹងដែលត្រឡប់ក្រោយយើងយកផាសវាដកផាយលើ2បាទនេះគឺរបៀបចំណាំហ្នឹងប៉ុណ្ណាបាទយើងអាចបកស្រាយវាជាក់ស្ដែងគេម្លែងពីស៊ីនពីកុសមកស៊ីនបាទវាទៅធ្វើបែបម៉េចតទៀតមកតែយើងមិនលំអិតទេណាបាទគ្រាន់ថាយើងអាចប្រើភាសាមួយចំណាំថាដោយសារវាធ្វើប្រមាណវិធីអង់ទីក្រាលដើម្បីរកគុយបាទទើបបើយើងបាទយកផាសវាដកផាយលើ2ហើយយើងចាំអញ្ចឹងទៅបាទវាងាយស្រួលមួយទៀតគឺ VL ជាតង់ចុងរបស់បូប៊ីននិយាយដល់បូប៊ីនគឺបាទរូបមន្តតង់ចុងគឺ LDI លើ DT ណាបាទ LDI លើ DT អញ្ចឹងមកបាទ LDI លើ DT ពូនធ្វើការ derivative ចរន្តដល់ derivative ចរន្តទៅគឺ derivative sin ហ្នឹងគឺចេញកុសបាទបំលែងពីកុសមក sin មកវិញគេសេបានទៅជា
បាទអមមាថាគូតាង VLM ចេះទៅបាទតង់ចុងអតិរបស់វា sin omega t បូក pi លើ2ហើយត្រង់នេះមិនបានយើងយកផាសវាទៅជាបូក pi លើ2បាទគឺដោយសារថាការ derivative ដូចជាយើងទៅមុខអញ្ចឹងបាទដល់ទៅមុខវាដូចលឿនជាងបាទលឿនជាង pi លើ2យើងហៅថាលឿនជាងទៅមុខណាបាទអញ្ចឹងតង់ចុងរបស់ bobin វាលឿនជាងចរន្តហ្នឹង pi លើ2តង់ចុងរបស់កងដង់វាយឺតជាងចរន្តហ្នឹងដក pi លើ2នេះណាបាទហើយតង់ចុងរបស់ resistance មានផាសស្របនឹងចរន្តបើចរន្ត0ផាសរបស់ resistance 0ដែរបាទអញ្ចឹងត្រង់នេះគូសុំលុបទៅវិញហើយយើងសុំបកទៅកាត់តិចបាទសង្ខេបណាបាទសុំចេះបាទយើងបន្ទាប់ពីយល់ប៉ុណ្ណឹងហើយយើងចាប់ផ្ដើមបាទគូសំណងប្រណែលយកតែម្ដងគឺចំពោះ resistance វាស្របផាសវាស្របជាមួយចរន្តអញ្ចឹងបើចរន្តវាមុំ0អញ្ចឹងតង់ចុងរបស់ resistance ហ្នឹងក៏វាតាមមុំ0ដែរណាបាទហើយបាទផាសរបស់កងដង់គឺបាទដក pi លើ2អញ្ចឹងមុំដក pi លើ2គឺចុះក្រោមនេះបាទនឹងយើងតាំង VC ណាបាទនឹងគោល O វានេះយើងសំណងប្រេណាគឺយើងតាំងរលកជា vector ឬក៏អានុគម sinusoid នឹងជា vector ណាអញ្ចឹងបានយើងគូសអញ្ចឹងហើយដល់ពេល VL បាទ VL គឺវា pi លើ2ផាសវាណាអញ្ចឹងយើងយកទៅលើបាទទៅលើនេះ VL ណាដល់ VL និង VC ពីប្រៀបបាននឹង vector 2ដែលផ្ទុយគ្នាបាទណាបាទដល់ពេលផ្ទុយគ្នាគឺយើងបានបាទផលបូកឬក៏បាទយើងបូក vector 2និង VLVC វាទៅជាដកយក vector ទាំងពីរដកគ្នាទៅវិញបាទអញ្ចឹងដកគ្នាទៅយើងឧទាហរណ៍ថាឥឡូវគូសុំលុប VC ហ្នឹងឲ្យខ្លីបន្តិចបានហើយយើងឧទាហរណ៍ថា VC ខ្លីប៉ុណ្នេះបាទហើយយើងដកគ្នាមកឥឡូវសុំដូរពណ៌បាទយើងដកអាមកខ្លីប៉ុណ្ណឹងចេញនេះបាទអញ្ចឹងយើងសល់ប៉ុណ្នេះចុះណាបាទសល់ប៉ុណ្នេះចាហ្នឹងគឺជា VL ដក VC បាទដែលយើងមិនអាចកំណត់ថា VL ឬ VC ធំជាងទេយើងដាក់តម្លៃដាច់ខាតទៅចុះបាទជ្រុងប្រវែងហ្នឹងជាប្រវែងដែលយកតម្លៃ VL ដក VC អានេះយើងទៅជាគណិតវិទ្យាវិញណាបាទត្រីកោណមៀតវិញជាប្រវែងជ្រុងណាបាទភាសា vector អាហ្នឹងគឺចូលគណិតជាណាបាទហើយគណនាប្រវែងរបស់ vector ឬក៏ model វាអាហ្នឹងគឺយើងហៅថាប្រវែងអញ្ចឹងយើងដាក់ norm វាមកបាទអញ្ចឹងប្រវែងហ្នឹងគឺជាប្រវែងនៃ vector VL ដក VC ហ្នឹងបាទមកដល់នេះ VA អញ្ចឹងយើងបាន vector គួបវាចុងក្រោយគឺមកតាមទិសដៅមួយនេះបាទយើងបន្លាយវារួចហើយគឺត្រួតនេះចំទៅហ្នឹងណាបាទអញ្ចឹងនេះគឺជាតង់ចុងសរុបរបស់វាបាទនេះគឺជាផាសវាធៀបនឹងអាដេកយើងអាចតាំង phi អញ្ចឹងទៅបាទហើយយើងអាចសរសេរទៅជាអាំពេដង់ដូចថា ZA យើងសរសេរតាមរូបមន្តទ្រឹស្ដីបត់ពីតាហ្គើគឺចេញចេះឥឡូវគ្រូនេះបន្តិចសិនបាទមួយនេះជាជ្រុងអ៊ីប៉ូទៅនេះបាទ V នេះណាអញ្ចឹងយើងបាន V ការ៉េបាទមួយនេះជាជ្រុងជាប់អញ្ចឹង VR ការ៉េណាបាទបូកនឹងបាទជ្រុងឆោមគឺប៉ុណ្នេះគឺ VL ដល់ VC VL ដក VC បាទលើកជាការ៉េអញ្ចឹងមកតាមពីតាហ្គើណាបាទហើយយើងជំនួសរូបមន្តរបស់បាទរបស់ចរន្តឆ្លាស់គឺ V ស្មើ ZE ច្បាប់អូមចំពោះចរន្តឆ្លាស់ណាចានេះយើងបាន ZE ការ៉េអញ្ចឹងទៅនេះបាន ZRE ការ៉េអញ្ចឹងទៅណាបាទហើយនេះគឺZL ដល់ ZC គុណនឹង E បាទលើកជាការ៉េយើងអាចស្រួល E នឹងចោលហ្មងក៏បានដែរបាទឥឡូវគូកាត់លឿនតិចចាស់ថាយើងស្រួល E នេះចោលណាបាទអញ្ចឹងនៅសល់ Z សរុបបាទវាស្មើនឹងឬការ៉េនៃ ZR ការ៉េបូក ZL បាទដក ZC ការ៉េបាទនេះអញ្ចឹងរូបមន្តទូទៅគឺបងចាំប៉ុណ្នេះបងអាចធ្វើចរន្តឆ្លាស់បានហើយណាបាទមានន័យថាបើការបង្គុំជាស៊េរីហ្នឹងយើងបាត់បាទ resistance គឺបងលុប resistance ចោលរូបមន្តសល់ ZL ដក ZC ណាតាមពេលដងសរុបណាបាទបើសិនជាបាត់bobin បងលុប ZL វិញបើបាត់ ZC បងសំទោសបាត់កងដងបងលុប ZC អញ្ចឹងទៅណាបាត់មួយណាយើងលុបមួយនឹងចោលទៅគឺចេញរូបមន្តអំពេដងគួបវាហើយណាបាទអំពេដងនៃ sequence
បាទអញ្ចឹងគ្រូសុំលុបវិញអញ្ចឹងអស់ហើយបាទយើងនិយាយគ្នាប៉ុណ្្នឹងចុះជាគ្រឹះនៃចរន្តឆ្លាស់បាទវីដេអូរៀងយូរតិចហើយយើងឈានចូលដល់10នាទីហើយអញ្ចឹងគ្រូចាប់ផ្ដើមកែលំហាត់តែម្ដងបាទគេថាកុងដង់ setter មួយមាន capacity បាទ C ស្មើនឹង10 microfarad នឹងត្រូវបានភ្ជាប់ចរន្តឆ្លាស់ដែលមានប្រេកង់50 បាទ Hz អាហ្នឹងគឺ F ណាបាទប្រេកង់និងតង់ស្យុងប្រសិទ្ធបាទនេះគឺជាតម្លៃប្រសិទ្ធរបស់តង់ស្យុងហើយគឺ220 V គណនាអាំពេដង់នៃ circuit បាទសំណួរទី1ណាអញ្ចឹងអាំពេដង់ដោយសារថានេះគឺជាកុងដង់សុទ្ធអត់មានresistance នៅអត់មាន bobine អីទាំងអស់អញ្ចឹងពុនចាំរូបមន្តមិញគឺយើងទៅ CZ ស្មើឬការ៉េនៃ ZR ការ៉េបូក ZL បាទដក ZC លើកជាការ៉េចេះណាអញ្ចឹងយើងបាត់ទាំងអស់ហើយបើបាត់ទាំងអស់ហើយវាសល់តែ ZC អញ្ចឹងបានន័យថា Z សរុបហ្នឹងគឺស្មើនឹង ZC circuit មួយហ្នឹងណាបាទអញ្ចឹងសំណួរកហ្នឹងគឺ Z សរុបវាបាទ Z សរុបវាស្មើនឹងជា ZC ដែល ZC គឺស្មើ1លើ C អូមេហ្គាត្រង់ចំណុចនេះពុនទៅរកកន្លែងទៅសេតង់ស្យុងវាវិញគឺឃើញអាំពេដង់ហើយអាំពេដង់គឺដកតែតម្លៃចរន្តចេញនៅក្នុងសមីការតង់ស្យុងវាបាទយើងដកតែ resistance សំទោសចរន្តចេញណាបាទឬក៏រូបមន្តទូទៅយើងអាចថាអាំពេដង់យកបាទតម្លៃតង់ស្យុងចែកនឹងចរន្តណាបាទអញ្ចឹងយើងអាចយកតម្លៃតង់ស្យុង V ប្រសិទ្ធឬ VM ក៏បានណាបាទ VM ចែក EM បើ V ប្រសិទ្ធចែក E ប្រសិទ្ធណាបាទអញ្ចឹងយើងយកតម្លៃ VM វានៅមុខសមីការវានៅជាប់ស៊ីនណាបងណានៅមុខស៊ីនណាយើងយកលើគ្រូទៅសេឲ្យមើលតែម្ដងស្រួលដូចថា V វាស្មើ VM ស៊ីនអូមេហ្គាតេអីចឹងមកអញ្ចឹងអាកន្លែងនៅពីមុខស៊ីនហ្នឹងអាហ្នឹងជា VM អញ្ចឹងវាអាចស្មើនឹង L អូមេហ្គា EM អីចឹងទៅឬក៏កន្លែង VM ហ្នឹងវាជាតម្លៃ1លើ C អូមេហ្គាបាទ EM លើ C អូមេហ្គាអីចឹងទៅយើងយកអាហ្នឹងទៅចែក EM ទៅវាបាត់សល់ C អូមេហ្គាណាបាទអូខេឥឡូវគឺប៉ុណ្្នឹងសិនដោយសារយើងចង់កែខ្លីតិចបាទអញ្ចឹងពុនប្រើរូបមន្តមួយនេះហើយដោយសារអូមេហ្គាយើងគឺរកតាម 2πf ណាបាទ 2πf អញ្ចឹងយើងគុណមក50គុណនឹង 2π ទៅបាន100π ណាសេមីក្រូ10មីក្រូហ្វារ៉ាដមីក្រូធ្វើបែកប៉ុណ្ណាបាទសេគឺស្មើនឹង10មីក្រូអញ្ចឹងដក6ណាបាទដក6ហ្វារ៉ាដពុនគណនាមកគឺចាញ់ណាបាទគ្រូសំកាត់តិចទៅណាបាទដោយសារវីដេអូរៀងវែងអញ្ចឹង10ស្វ័យគុណដក5បាទនេះ100ផាយអញ្ចឹង110ស្វ័យគុណ2ស្វ័យគុណ2ដកនឹង5ទៅណាសល់ដក3ណាដក3ឡើងលើបាន10ស្វ័យគុណ3បាទអញ្ចឹងយើងបាន10ស្វ័យគុណ3នៅលើផាយណាបាទ10ស្វ័យគុណ3នៅលើផាយឬក៏ពុនបំបត្តិផាយវិភាគបាយក៏បានដែរគ្រូទុកប៉ុណ្្នឹងចុះបាទហើយតទៀតយើងសំណួរខនេះកគឺអស់ហើយតែប៉ុណ្្នឹងទេខគណនាអង្គតង់ស្ទេចរន្តប្រសិទ្ធដែលឆ្លងកាត់ circuit បាទចរន្តប្រសិទ្ធអញ្ចឹងរក E ណាបាទរក E អញ្ចឹង E ស្មើ V លើ Z ណាបាទ V ស្មើ ZE អញ្ចឹង E ស្មើ V លើ Z ណាបាទស្មើ V លើ Z អញ្ចឹង V យើងគឺ220 V ណាបាទ220 V ហើយចែកនឹង Z បាទ Z របស់យើងគឺនេះ10ស្វ័យគុណ3នៅលើផាយហ្នឹងអញ្ចឹងផាយក៏យកមកលើមកបានចេះបាទបងចែកមកបាន22 10ស្វ័យគុណបាទ22 10ស្វ័យគុណដក2ផាយអញ្ចឹងទៅហើយគិតជាអម្ពែណាបាទគិតជាអម្ពែអូខេបាទសំណួរកគេថាបើចរន្តវាមានសមីការអញ្ចឹង E ស្មើ E ឬ2 sin អូមេហ្គាតេមានន័យថាផាសវា0ណាចូលសរសេរកន្សោមតង់ចុងខណៈរបស់បូប៊ីនសំទោសរបស់កុងដង់បាទអញ្ចឹងសរសេររបស់កុងដង់អញ្ចឹងយើងត្រូវចាំសមីការវាផងបាទ
គឺផាសរបស់វាដកផាយលើ2ដោយសារអង់តិក្រាលណាវាគុយលើសេបាទអញ្ចឹងយើងទៅសេមកវាស្មើនឹង Vm ឬក៏ V ឬ2ប៉ុន្តែសេជាតម្លៃ Vm ក៏បានដែរ Vm គឺតម្លៃអតិបរមាវា amplitude ណាឬក៏ V ឬ2ព្រោះទំនាក់ទំនង V និង Vm គឺ V ស្មើ Vm លើឬ2បាទអញ្ចឹងយើងទៅសេ V ឬ2 sin នៃ omega t ដកផាយលើ2បាទផាសវាអត់បាច់រកទេដោយសារដឹងនៅកងដងផាសវាដកផាយលើ2ណាហើយ V តង់ចុងប្រសិទ្ធមានបាទ220 V បាទគុណឬ2ហើយយើង sin omega 100 ផាយណាអញ្ចឹង100 ផាយ t ដកផាយលើ2បាទប៉ុណ្ណេះគឺចប់បាទសូមអរគុណ